នោះខ្ញុំនៅតែម្នាក់ឯងមិនមានអ្នកណានៅចិត្តទេជួនអីខែនេះជាខែត្រជាក់ថងហើយខ្ញុំស្លៀកបំពាក់ស្ដាងថងមើលទៅឃើញសាច់សខ្ចីនិងភ្នំទាំងពីររបស់ខ្ញុំយ៉ាងត្រលុកត្រលុនជាមួយនឹងការស្ដាប់តន្ត្រីតិចផងធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អណាស់តែពេលក៏មានស្រមោលបរមញ្ញម៉ាត់ធំខ្ពស់ស្រឡះដាល់សំដៅមករកខ្ញុំហើយគូអង្រិនខ្ញុំរួចសួរថាឯងកំពុងធ្វើអីនឹងអាយ៉ាខ្ញុំក៏ឆ្លើយជារបៀបអ្នករាប់អានគ្នាថាដេកលេងពូហើយខ្ញុំក៏សួរគាត់វិញថាតើពូទៅណាខ្ញុំសូមបញ្ជាក់ពូផលជាពូអ្នកចិត្តខាងរបស់ខ្ញុំហើយគាត់មិនតន់ងៀនប្រពន្ធទេតែគាត់សង្ហាណាស់សាច់ដុំធំនិងនិយាយគួរឲ្យចង់ស្ដាប់នៅក្នុងចិត្តខ្ញុំតែងតែនឹកគិតថាគាត់ជាព្រះអង្គម្ចាស់ភ្លាមនោះទុកមុខគាត់ប្រែឡើងក្រហមហើយសម្លឹងមកខ្ញុំមិនដាក់មើលរហូតដល់ភ្លឹកនៅមើលកន្លែងរហូតដល់ស្រែកសួរថាពូមើលអីបាំងគាត់ភ្ញាក់ហើយលោតឡើងមកលើក្បែរខ្ញុំដែរហើយនិយាយអាយ៉ាឯងថ្ងៃនេះស្អាតខ្លាំងម្ល៉េះពូមើលមានអារម្មណ៍ហើយណាខ្ញុំក៏សួរគាត់វិញថាអារម្មណ៍អីគេពូនេះឈួតទៀតដឹងភ្លាមនោះគាត់ក្លាហានណាស់ហក់មកអោបខ្ញុំហើយថើបករបស់ខ្ញុំទាំងកំរោលហើយដៃគាត់មិននឹស្ងៀមទេសោយអាវស្ដើងរបស់ខ្ញុំលុកច្របិតភ្នំរបស់ខ្ញុំភ្លាមយ៉ាងតក់ក្រហល់ដោយសារមៀតគាត់ធំកម្លាំងខ្លាំងខ្ញុំមិនអាចរើរួចទេក៏បណ្ដោយតាមអារម្មណ៍របស់គាត់មួយប្រាវទៅប្រហែល 2-3 នាទីក្រោយខ្លួនខ្ញុំឡើងកម្ដៅ180ដឺក្រេហើយក៏បណ្ដោយឲ្យគាត់លេងអ្វីគ្រប់យ៉ាងរបស់ខ្ញុំដែលខំថែរក្សាតាមចិត្តទៅដោយសារខ្លាចគេឃើញពូផលក៏នាំខ្ញុំទៅបន្ទប់ទឹកហើយក៏ចាប់ប្រតិបត្តិការនៅក្នុងបន្ទប់ទឹកអូយនិយាយមែនពូនេះពូកាណាស់ថ្នាក់ថ្នមហើយកម្លាំងបុកម្ដងសឹងខ្លាំងហើយញាប់ណាស់ស្ទើរតែរកដកដង្ហើមមិនទាន់គាត់ពូកាណាស់ធ្វើខ្ញុំស្គាល់រសជាតិស្រួលខ្លាំងលើកដំបូង